ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះផេងសំណាងជាមន្ត្រីកសិកម្មនៃឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុក្នុងពេលនេះផងដែរខ្ញុំបានកំពុងតែស្ថិតនៅមន្ទីរបកគណៈបកប្រជាជនកម្ពុជានៃខេត្តព្រះសីហនុដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពីការបញ្ចូលទិន្នន័យថវិកាឃុំសង្កាត់ដែលបានចំណាយទៅលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភតាមរយៈប្រព័ន្ធអនឡាញដែលគេហៅកាត់ថាភាសាអង់គ្លេស Sangsitot ថាមែននៅផ្លូវជាលេខ3យើងហ្នឹងបងប្អូនជួបគោឆ្កែមួយក្រុមអញ្ចឹងគោមួយក្រុមមានឆ្មាមានអីចឹងដែរម៉ោង4 5ភ្លឺបងប្អូនរឿងអីថាមិនរត់ថាមែនបានធ្វើអីខ្ញុំ A few moments later ភុកដែរហ្នឹងណាចឹងមិនថាយើងបដោតទៅរើខ្លួនឯងទោះបីជាប្រឡាក់ភុកដួលម៉ូតូប្រឡាក់អាវអីយ៉ាងណាក៏នៅតែបន្តទៅមុខគឺអត់មានការបាក់ទឹកចិត្តទេដោយសារតែយើងបដោតរឿងល្អដែលថាយើងទៅនឹងយើងទទួលបានអីខ្លះចឹងណាបងប្អូនឥឡូវខ្ញុំបានមកដល់មន្ទីរបកក្រុងព្រះសីហនុអីបងប្អូនអត់តែស្គាល់ទេប៉ុន្តែចាប់តាមជិះសួរគេសួរអីចឹងណាព្រោះខ្ញុំអត់មែនជាអ្នកក្រុងព្រះសីហនុទេខ្ញុំគឺជាអ្នកខេត្តកពតចឹងណាមកដល់ first person បងប្អូនមនុស្សដំបងដែលមកដល់ហ្មងលឿនចឹងអត់ដែលឲ្យយូរដូចជាដួលម៉ូតូប្រឡាក់ប្រឡូកវិញក៏ដោយនេះធីមការងារខ្ញុំជម្រាបសួរម្ដងទៀតពុកម៉ែបងប្អូនជាមួយនឹងបងប្អូនដែលជាមន្ត្រីកសិកម្មក្នុងខេត្តព្រះសីហនុទាំងអស់គ្នាសប្បាយបងប្អូនដែលយើងបានចូលរួមកម្មវិធីនេះហើយបន្ទាប់ពីយើងបានសិក្សាវារៀនវគ្គបណ្ដុះបណ្ដាលនេះមកថ្ងៃពេញតែម្ដងគឺចូលម៉ោង8ចេញម៉ោង4តែយើងសម្រាប់បាយថ្ងៃត្រង់ដែរអញ្ចឹងណាហើយបន្ទាប់ពីយើងសិក្សារៀនសូត្រទាំងអស់គ្នាដោយមានការចូលរួមពីលោកស្រីតំណាងក្រុមប្រឹក្សាឃុំសង្កាត់ចំនួន1នាក់លោកស្រីស្មៀនឃុំចំនួន1នាក់ជំនួយការហិរញ្ញវត្ថុចំនួន1នាក់និងមន្ត្រីកសិកម្មប្រចាំឃុំនីមួយៗក្នុងព្រះសីហនុផងដែរហើយអ្វីដែលយើងតាមរយៈការយើងបានរៀនមួយថ្ងៃពេញហ្នឹងអ្វីដែលយើងទទួលបានហ្នឹងគឺយើងបានដឹងពីទស្សនៈទានសន្តិសុខស្បៀងអាហារូបត្ថម្ភហើយចំណុចទី2ហ្នឹងគឺសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដែលដឹកនាំដោយសហគមន៍និងគោលដៅអភិវឌ្ឍប្រកបដោយជីវរភាពនិងយន្តការសម្រាប់ថ្នាក់ជាតិអន្តរជាតិហើយជាមួយនឹងនិយមន័យនៃសន្តិសុខស្បៀងជាអីគេអញ្ចឹងណាហើយបន្ទាប់មកក៏យើងដឹងពីនិយមន័យអាហារូបត្ថម្ភនិងវត្តអន្តរជំនាញអាហារូបត្ថម្ភហើយជាមួយនឹងក្របខ័ណ្ឌឆ្លើយតបនិងតបភ្ជាប់ដោយអាហារូបត្ថម្ភហើយជាមួយនឹងក្របខ័ណ្ឌ WHO ស្ដីពីសមាសធាតុនៅក្នុងការចិញ្ចឹមថែសារកុមារហើយឥឡូវនេះយើងមកដល់អាហារពេលថ្ងៃបងអើយនៅបងប្អូននៅឆ្នេរថ្មីគឺស្អាតសាហាវបងប្អូននេះធីមការងារខ្ញុំណាអត់ធម្មតាទេម្នាក់គឺ enjoy សាហាវជាមួយនឹងអាហារពេលថ្ងៃត្រង់របស់យើងអញ្ចឹងណាហើយមើលជំរឿម្ហូបគេបងប្អូនពួកយើងមិនកាមេរ៉ាកូន2ក្រាស់ទៀតបានចែករំលែកនៅបទពិសោធន៍ផ្លាស់ប្ដូរបទពិសោធន៍នៅអ្វីដែលពួកយើងបានជួបផ្ទះទាំងជាមួយនឹងសិស្សប្អូនជាមួយនឹងសិស្សប្អូនជាមួយនឹងបងប្រុសបងស្រីផ្សេងៗទៀតដើម្បីយើងយកគំនិតល្អយកមកកែតម្រូវខ្លួនឬក៏យកមកសិក្សាលើខ្លួនឯងបន្ថែមដើម្បីឲ្យខ្លួនឯងរីកចម្រើនចោះទៅជួយកសិករទៅមុខទៀតអញ្ចឹងណាហើយពួកយើងក៏ពេលហ្នឹងពួកយើងរៀងតនេមកតិចអញ្ចឹងក៏ឆ្លៀតទៅកាហ្វេភីរបស់អង្គញាទីវិចិត្រដែលមានទេសភាពកំពង់ផែយ៉ាងស្រស់ស្អាតតែម្ដងហើយជាមួយពួកខ្ញុំផងដែរក៏មិនភ្លេចនៅការថតរូបរបៀបenjoy តែថាគ្នាជាមន្ត្រីកសិកម្មតែដែលបានសូវដើរលេងនេះចឹងណាដល់ពេលយើងសម្រាប់អាហារពេលថ្ងៃចឹងទៅក៏ឆ្លៀតទៅហើយសម្រាប់កម្មវិធីពេលដែលយើងចូលទៅវិញគាត់ក៏មានផ្ដល់ជាប្រាក់លុយសាំងលុយអីសម្រាប់ពួកយើងទៅតាមគេថារៀងខ្លួនចឹងណាហើយខ្ញុំក៏សូមអរគុណដល់រាជរដ្ឋជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណរគុណទៅកាន់រាជរដ្ឋាភិបាលនិងក្រសួងកសិកម្មមន្ទីរកសិកម្មខេត្តព្រះសីហនុរដ្ឋបាលខេត្តព្រះសីហនុនិងអង្គការ GIZ ដែលតែងតែជួយទំនុកបម្រុងនិងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលដល់ពួកខ្ញុំដែលជាមន្ត្រីកសិកម្មឃុំសង្កាត់ដើម្បីយកចំណេះដឹងទាំងអស់នេះមកអភិវឌ្ឍនៅមូលដ្ឋានជាមួយនឹងកសិករក៏ដូចជាមកដោះស្រាយបញ្ហាប្រឈមនិងផ្សព្វផ្សាយកសិកម្មនិងផ្សព្វផ្សាយបច្ចេកទេសទៅដល់ប្រជាពលរដ្ឋកសិករយើងផងដែរពួកខ្ញុំជាមន្ត្រីកសិកម្មទាំងអស់គ្នាពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់